អ្នកខ្លះគេហៅនំបែងខ្មែរហើយអ្នកខ្លះគេហៅនំកលែងផ្ទះសម្រាប់អើយស្រុកខ្ញុំគេហៅនំកលែងផ្ទះបងប្អូនខ្ញុំចេះធ្វើនំនេះតាំងពីនៅក្មេងៗអាយុអើយ9ឆ្នាំ10ឆ្នាំណាខ្ញុំកិនម្សៅអង្គហើយលាយជាមួយនឹងបាយកកបងប្អូនតែឥឡូវនេះគឺយើងទិញម្សៅខ្សាយយកមកលាយវិញហើយខ្ញុំលាយម្សៅខ្សាយហ្នឹងជាមួយនឹងប្រហែល2គ្រាប់ខ្ទិះដូងហើយនឹងអំបិលបន្តិចហើយដាក់ខ្ទឹមបន្តិចបងប្អូនឲ្យឈ្ងុយកាលពីមុនគឺមានដាក់កាដូងក៏អីតែសារញ៉ាំមានកាដូងដាក់ខ្ទិះដូងទៅហើយបងប្អូនមានទឹកដោះគោដាក់ទឹកដោះគោចូលបន្តិចណាដើម្បីមានរសជាតិវាឆ្ងាញ់ហើយយើងចាក់នៅលើខ្ទះសិនជាបងប្អូនលាបប៊ឺរសជាតិវាកាន់តែឆ្ងាញ់ជាងដាក់ខ្លាញ់ណាខ្ញុំលាបប៊ឺបងប្អូនស្រួលចាក់ចាហើយគ្រឿងផ្សំងាយហើយឆាប់បានហូបហើយឆ្ងាញ់ទេបងប្អូនគឺធ្វើអត់យូរទេប្រហែលជាគ្រឿងផ្សំទាំងធ្វើទាំងអីហ្នឹងប្រហែលជាកន្លះម៉ោងធ្វើបានណាបងប្អូនគាត់នឹងចំណាយពេលចូលចាក់ចូលប្រែវាបន្តិចចឹងណាយើងខ្ទឹមនេះគេហៅថានំក្រឡេងផ្ទះស្រុកខ្ញុំបងប្អូនរសជាតិឆ្ងាញ់ណាស់ហើយទន់ស្រួលហូបមែនទែនសម្រាប់កូនក្មេងដែលគាត់អត់សូវចេះញ៉ាំនំរឹងអីអាចធ្វើនំនឹងបាន